ជួយសួរលោកគ្រូវីដេអូនេះយើងធ្វើការ remote ពី Windows យើងទៅកាន់ Ubuntu server អញ្ចឹងជាដំបូងយើងត្រូវ right click នៅលើ Ubuntu server តោះយើងចូល setting ហើយយើងចូលមកកាន់ network តែ tag នេះគឺខ្ញុំដាក់ប្រើ adapter ដដែលហើយជាមួយនឹង Intel ខ្ញុំគឺយក160អញ្ចឹងបន្ទាប់មកគឺយើងចូលក្នុង file របស់យើងដោយធ្វើការ login ហើយយើងវាយទៅលើping google.com អញ្ចឹងក្រោយនេះគឺខ្ញុំបានវាយ view ហើយអញ្ចឹងរងចាំតតែវាពេញសិនអញ្ចឹងខ្ញុំធ្វើការ post video សិនអញ្ចឹងបន្ទាប់ពីវា load ពេញហើយខ្ញុំនឹងបើកវាម្ដងទៀតចឹងដោយសារពេលដែលយើង ping ទៅវាអីអញ្ចឹងខ្ញុំចូលទៅមួយទៀតគឺកន្លែងនេះយើងវាយ sudo apt ហើយ update ហើយអានេះខ្ញុំ password អញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងវាយ command មួយទៀតsudo យើង install ទៅលើ open ssa.server ធ្វើការវាយ command ម្ដងទៀត sudo apt install open.sa opensa.server sudo apt install sa server install open sa server អញ្ចឹងដោយសារយើងមិនខ្ញុំបាន down ហើយខ្ញុំក៏បានវាយ command មួយទៀតគឺ sudo apt sudo system ctl status asa.swift ហើយបន្តមកឥឡូវវាចេញហើយអញ្ចឹងដោយសារនេះអត់ទាន់ active ទេយើងវាយមួយទៀតដើម្បីឲ្យវា active វាយ sudo system ctl start sa.swift ឥឡូវខ្ញុំវាយ command មួយអីហើយឥឡូវវាក៏បាន active ដែរកន្លែងខាងខំ load ដែលយើងឃើញថាវា active running ហើយអញ្ចឹងបន្ទាប់ពីយើងបានវាយ command ឲ្យវា active ហើយយើងចូលមកកាន់ cmd ថ្មីយើងវាយទៅលើ echo delay ហើយយក user អញ្ចឹងវាតេស្តមកចេញថា user របស់យើងគឺ sv1 អូខេអញ្ចឹងបន្ទាប់ពីយើងបាន IP ហើយយើងចូលមកកាន់ mid pass យើងវាយទៅលើ sv1 192.168.0.106 sv1
ok lấy dương bàn cái này châu hỏi chẳng dương thời cả tìm tòi phim đồng thiết trên vài city slash hay người thiết ls ok lấy video màn hồi lấy chân video vào chứng cứ nhìn tập phản ứng thế